អ្នកដឹងទេថានៅលើភពផែនដីយើងនេះមានកន្លែងមួយដែលងងឹតសូន្យឆឹងមានសម្ពាធទឹកខ្លាំងអាចកិនកម្ទេចឡានយន្តហោះបានហើយមនុស្សយើងស្គាល់វាតិចជាងផ្ទៃព្រះច័ន្ទទៅទៀតថ្ងៃនេះចំណេះដឹង3នាទីនឹងបង្ហាញអាថ៌កំបាំងនោះគឺបាតសមុទ្រ Mariana Trench ជាចំណុចដែលជ្រៅបំផុតនៅលើលោកបាតសមុទ្រនេះមានជម្រៅរហូតដល់ទៅជិត 11000 ម៉ែត្រដើម្បីឲ្យងាយស្រួលស្រមៃប្រសិនបើអ្នកយកភ្នំអេវ៉ារ៉េសដែលខ្ពស់ជាងគេនៅលើពិភពលោកទៅជ្រមុជចូលក្នុងបាតសមុទ្រនេះគឺវានៅសល់ទឹកពីលើជម្រៅជិត 2000 ម៉ែត្រទៀតទើបឡើងមកដល់លើផ្ទៃទឹកវាជ្រៅរហូតដល់ពន្លឺព្រះអាទិត្យមិនអាចចាំងចូលទៅដល់ឡើយប៉ូលគឺងងឹតស្លុបនិងមានសីតុណ្ហភាពត្រជាក់ជិតកកជានិច្ចអ្វីដែលគួរឲ្យខ្លាចបំផុតគឺសម្ពាធទឹកនៅចំណុចជ្រៅបំផុតសម្ពាធទឹកគឺខ្លាំងជាងនៅលើដីធម្មតារហូតទៅដល់ 1000 ដងវាប្រៀបដូចជាមានដំរីរាប់រយក្បាលមកជាន់ពីលើខ្លួនអ្នកអញ្ចឹងប៉ុន្តែនៅក្នុងកន្លែងដ៏គ្រោះថ្នាក់បែបនេះបែរជាមានសត្វមានជីវិតរស់នៅទៅវិញពួកវាជាប្រភេទត្រីចម្លែកដែលមានស្បែកថ្លាឆ្វង់មើលធ្លាយដល់ក្នុងត្រីខ្លះមានពន្លឺស្វ័យប្រវត្តិនៅលើក្បាលសម្រាប់ស្វែងរកចំណីនិងមានធ្មេញស្រួចដូចបិសាចរហូតមកដល់ពេលនេះវិទ្យាសាស្ត្រនៅតែមិនទាន់អាចរុករកបាតសមុទ្រនេះបានអស់ឡើយប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រស្រឡាំងកាំងបំផុតនោះគឺសំឡេងដ៏អាថ៌កំបាំងមួយដែលម៉ាស៊ីនថតសំឡេងក្រោមទឹកចាប់បាននៅចំណុចជ្រៅបំផុតនេះវាជាសំឡេងក្រហមធ្ងន់ដ៏គួរឲ្យព្រឺស្បាល់ដែលមិនមែនជាសំឡេងត្រីឬសំឡេងរំជួយដីឡើយរហូតមកដល់ពេលនេះក៏នៅមិនទាន់មានអ្នកណាអាចបកស្រាយបានថាវាជាសំឡេងអ្វីឲ្យពិតប្រាកដព្រោះបើតាមការគណនារបស់អ្នកវិទ្យាសាស្ត្រមហាសមុទ្រដ៏ធំធេងលើភពផែនដីយើងនេះមនុស្សជាតិទើបតែរុករកនិងស្គាល់វាបានប្រហែលជា5ទៅ10% តែប៉ុណ្ណោះមានន័យថានៅមានផ្ទៃទឹកដ៏ល្វឹងល្វើយជិត 90% ទៀតដែលយើងមិនធ្លាប់បានឈានជើងទៅដល់ហើយក៏មិនដឹងថាមានអ្វីលាក់ខ្លួននៅទីនោះផងដែរប្រសិនបើត្រីឆ្លាមយក្សមេហ្គាឡូដុនពិតជាអាចមានជីវិតរស់នៅពីសម័យដៃណូស័រមកដល់បច្ចុប្បន្នមែននោះបាតសមុទ្รงងឹតស្លុប Mariana ដ៏ជម្រៅមួយនេះគឺជាជម្រកតែមួយគត់ដែលអាចឲ្យពួកវាលាក់ខ្លួនពីភ្នែករបស់មនុស្សយើងបានយ៉ាងជិតបំផុតតើបងប្អូនយល់ឃើញយ៉ាងណាដែរតើទីនោះគ្រាន់តែជាបាតសមុទ្រទទេស្អាតឬក៏ជាកន្លែងលាក់ខ្លួនរបស់ពពួកបិសាចយក្សបុរីប្រវត្តិជួយខមមិនប្រាប់ខ្ញុំផងកុំភ្លេចជួយចុច like ឬ subscribe ដើម្បីជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ